មិនចឹងណាបងណាទីបជ័យដល់សម្ដេចហើយទាំង3លោកហើយសូមមានបជននៃយូរកូនចៅសូមជ្រកអីក្រមកលុបលោកហើយយើងទាំងមីងទាំងពូឲ្យលោកបានប្រជញ្ញនៃយូហើយរក្សាអត់ទឹកដីហើយចាប់ពីថ្ងៃនេះបានធូរស្បើយប្រជាជនហើយយើងហើយយើងមានសិទ្ធិនៃមានសេរីសាច់ជាមកស្រស់ថ្លាដូចទេវតាចុងមកឋានដីក្រមុំកាយក្មេងខ្ចីហើយអើយសប្បាយពេកក្រៃស្រុកសន្តិភាពមកអំស្រាយហើយខ្លាំងណាស់ខ្លួនឯចាំងមិនបានមើលគុំស្ដាយទៅឲ្យកូនយើងក្រោយណាគ្រប់មកអន់លើលោកឯរីកគ្រប់វិស័យការអង្គពីវត្តហើយជាតិយើងអ្នកឲ្យនឹងមើលរៀងឲ្យរាល់ថ្ងៃសូមជូនពរឲ្យជូនជ័យសេរីឲ្យសួស្ដីគ្រប់អប្រការហើយគ្រប់មកប្រការបាទសុខសំណាងរួមជាមួយនឹងខ្ញុំគង់ចន្ទរ៉ែនមានកិត្តិយសតំណាងឲ្យស្ថានីយ៍ទូរទស្សន៍អប្សរាផលិត1ក៏បានចូលរួមជាមួយនឹងសមាគមទូរទស្សន៍កម្ពុជាហើយបាននាំមកជាមួយនៅបទចម្រៀងមួយបទផងដែរចាដែលបទចម្រៀងមានចំណងជើងថាបេះដូង7មករាបកស្រាយដោយអ្នកនាងសច័ន្ទម៉ារីដាខ្ញុំបាទក៏សូមជម្រាបផងដែរថាបទចម្រៀងដែលមានចំណងជើងថាបេះដូង7មករានេះគឺជាស្នាដៃនិពន្ធនឹងទំនុកច្រៀងដោយអាយដាមនាយឧត្តមសេនីយ៍ដុលគឿនហើយនៅក្នុងឱកាសដ៏សែនសប្បាយរីករាយនេះទៀតផងអាយដាមនាយឧត្តមសេនីយ៍ដុលគឿនលោកក៏បានឧបត្ថម្ភនៅក្រុមតន្ត្រីបាទគឺមកពីអគ្គស្នងការភស្តុភារនិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃបាទសម្រាប់កម្មវិធីដ៏សែនសប្បាយរីករាយនៅក្នុងថ្ងៃនេះចា៎ដូច្នេះក៏សូមគោរពអញ្ជើញសម្ដេចអគ្គឧត្តមលោកជំទាវអ្នកកញ្ញាលោកស្រីនាងកញ្ញាទស្សនាដោយមេត្រីដ
នេះ